ពេលដែលគាត់ពិនិត្យមើលទៅកូនរបស់នាយសុងនោះមានឆ្មាខ្មៅយ៉ាងធំមួយក្បាលកំពុងតែទុំនៅលើខ្លួនរបស់គេហើយបើនិយាយពីភ្នែករបស់គេវិញគាត់ថោកឡើងក្រហមតែតែម្ដងមិនត្រឹមតែប៉ុណ្ណោះសត្វឆ្មាខ្មៅនោះវាកំពុងតែញញធ្មេញដាក់រូបគាត់ទៀតផងរបៀបដូចវាចង់ស៊ីសាច់គាត់យ៉ាងចឹងបាទសូមជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពថ្ងៃនេះខ្ញុំសូមលើកយករឿងរ៉ាវចម្លែកមួយទៀតហើយមកចែករំលែកជូនពុកម៉ែបងប្អូនស្ដាប់កំសាន្តនៅក្នុងវគ្គនេះខ្ញុំសូមលើកយករឿងរ៉ាវដ៏ស្មុគស្មាញមួយដែលអ្នកភូមិក្បែរផ្ទះរបស់អ៊ំឈួនពើប្រទះនិងអត្តពលមេធ្មប់មួយរូបធ្វើឲ្យអ្នកភូមិនោះស្ទើរតែរលាយដោយសារតែមេធ្មប់នោះទៅហើយបន្ទាប់ពីយកគោទៅឲ្យថៅកែឡាយរួចហើយអ៊ំឈួនបងប៉ាន់និងបងសាន់ក៏ត្រឡប់មកផ្ទះវិញហើយនៅយប់នោះទាំងអ៊ំឈួននិងបងសាន់ពួកគាត់មិនទាន់បានត្រឡប់ទៅផ្ទះវិញនៅឡើយនោះទេដោយសារតែអ៊ំពាន់គាត់ខត់ឲ្យនៅហូបបាយជុំគ្នាមួយពេលសិនណាមួយពួកគាត់ខានជជែកគ្នាលេងយូរដែរមកហើយម្យ៉ាងអ៊ំពាន់គាត់ចង់សួរសុខទុក្ខអ្នកទាំងពីរផងជាពិសេសគឺការជួបបញ្ហានិងការដោះស្រាយបញ្ហាដែលពួកគាត់បានជួបកំឡុងពេលដែលពួកគាត់ទៅរកទិញគោក៏ដូចជាពេលដែលពួកគាត់យកគោទៅឲ្យទៅកែឡាយនោះតែម្ដងដោយនៅយប់ដែលពួកគាត់ហូបអាហារជុំគ្នានោះអ៊ំឈួនក៏សួរអ៊ំពាន់ថាមិនហើយអ៊ំពាន់ជើងបន្ទាប់យើងក៏ទៅរកទិញគោខាងណាវិញអ៊ំពាន់ក៏តបវិញថាទេឯងអ្នកជើងចាស់ម្នាក់ដែរមិនក៏សួរអញទៅវិញហ่ะអ៊ំឈួនក៏តបវិញថាទេអញចេះតែសួរទៅក្រែងលោឯងមានកន្លែងចង់ទៅបើថាអត់ទេចាំអញញាក់នាំផ្លូវទៀតក៏បានដែរតែអញសុំចូលផ្ទះសិនវើយអញដូចជានឹកប្រពន្ធដល់ហើយអ៊ំពាន់ក៏និយាយបែបលេងផងមានផងថាអើយមិនដឹងជានឹកស្អីវាទេកាលមុនអញឃើញវាដើរផឹកស៊ីទុកប្រពន្ធចោលសោះហ្នឹងអ៊ំឈួនក៏តបវិញថាអើយកាលមុនអញវាអញ្ចឹងមែនតែឥឡូវអញកែងខ្លួនហើយមនុស្សធ្លាប់នៅជាមួយគ្នាចេះតែនឹកអញ្ចឹងហើយណាអ៊ំពាន់ក៏និយាយថាអើយអញដឹងហើយអញគ្រាន់តែចង់ញ៉ោះឯងលេងហ្នឹងណាចាំមើលព្រឹកស្អែកឲ្យអាប៉ាន់វាជួនអាសាន់ទៅផ្ទះសិនហើយចាំពេលវាត្រឡប់មកពីជួនអាសាន់វិញចាំអញឲ្យវាជួនឯងទៅម្ដងយប់ស្អែកឯងបានលេងអោបប្រពន្ធវិញហើយនិយាយរួចពួកគាត់ក៏នាំគ្នាសើចកិលអ៊ំឈួនក៏សួរបញ្ជាក់ថានិយាយចឹងប៉ុន្មានថ្ងៃទៀតយើងនឹងចេញដំណើរទៀតអ៊ំពាន់ក៏ប្រាប់ថាអញមិនទាន់ច្បាស់ទេចាំមើលពី3ថ្ងៃអីទៀតសិនទៅពេលដែលត្រូវទៅចាំអញបរឡានទៅយកណារីអ៊ំពាន់ក៏បន្តបែបលេងសើចថាម៉េចឯងសួរនោះគិតចង់នៅដេកអោបប្រពន្ធឲ្យបានយូរមែនឬក៏ចង់ទៅលេងល្បែងអ៊ំឈួនក៏តបវិញថាអើយឯងកុំឌឺដកអញពេកមើលអញចេះតែសួរទុកមុនទៅព្រោះមិនម៉ាសួរអញបានត្រៀមខ្លួនទុកផងពួកគាត់ក៏បន្តជជែកគ្នាលេងជាមួយនឹងសាច់ញាតិក៏ដូចជាអ្នកជិតខាងមួយចំនួនដែលពួកគាត់ក៏មកចូលរួមហូបបាយជុំគ្នានៅផ្ទះរបស់អ៊ំពាន់ដែរ
លុះព្រឹកឡើងបងប៉ាន់ក៏បោឡានជូនបងសាំទៅផ្ទះរបស់គាត់ហើយបន្ទាប់ពីត្រឡប់មកពីផ្ទះវិញគាត់ក៏បន្តបោឡានជូនអ៊ំឈួនត្រឡប់ទៅផ្ទះរបស់គាត់ភ្លាមៗតែម្ដងព្រោះអីពេលនោះវាថ្ងៃខ្ពស់ដែរហើយម្យ៉ាងផ្ទះរបស់គាត់នៅឆ្ងាយពីផ្ទះរបស់អ៊ំឈួនគួរសមដែរទោះចង់មិនចង់ក៏ប្រញាប់ចេញដំណើរដែរដោយសារតែគាត់ប្រញាប់មកផ្ទះរបស់គាត់វិញនៅថ្ងៃនោះតែម្ដងហើយពេលដែលបោឡានតាមផ្លូវនោះបងប៉ាន់គាត់បោលឿនខ្លាំងមែនទែនរហូតដល់អ៊ំឈួនគាត់សួរថាចុំថ្ងៃនេះឯងបោឡានកាច់មែនអាប៉ាន់បងប៉ាន់ក៏តបបែបលេងសើចថាទេខ្ញុំឮអ៊ំថានឹកប្រពន្ធអញ្ចឹងហើយខ្ញុំក៏បោលឿនទៅអាលចាប់បានឲ្យអ៊ំជួបប្រពន្ធផងណាអ៊ំឈួនក៏និយាយថាអើយឯងកុំតាមអ៊ំឯងពេកមើលអាប៉ាន់អញនិយាយថានឹកប្រពន្ធគឺនឹកមែនហើយតែអត្ថន័យសំខាន់របស់អញគឺអញមិនចង់ឲ្យឪឯងគាត់អញទុកមួយយប់ទៀតហ្នឹងណាឯងមើលចិត្តឪឯងមិនធ្លុះខ្លះទេអីអាប៉ាន់បងប៉ាន់ក៏តបវិញថាទេខ្ញុំនិយាយលេងទេអ៊ំខ្ញុំបើកលឿនដោយសារតែខ្ញុំចង់ប្រញាប់មកផ្ទះវិញមិញខ្ញុំនិយាយលេងជាមួយអ៊ំទេតាអ៊ំឈួនក៏និយាយថាអឺអញដឹងហើយណែបើឯងនិយាយថាប្រញាប់មកផ្ទះវិញអញ្ចឹងអញមិននឹងហ៊ានពឹងឯងទៅបងប៉ាន់ក៏សួរបញ្ជាក់ថាពឹងអីទៅអ៊ំចង់ពឹងអីនិយាយត្រង់មកបើខ្ញុំជួយបានខ្ញុំនឹងជួយអ៊ំឈួនក៏និយាយទាំងរអាចិត្តថាណែអញគិតចង់ឲ្យឯងជូនអញទៅខួបផ្ទះរបស់អញបន្តិចបងប៉ាន់ក៏សួរបែបភ្ញាក់ផ្អើលថាចុះអ៊ំចង់ទៅណាកុំប្រាប់ថាអ៊ំចង់ទៅលេងល្បែងទៀតណាអ៊ំបងប៉ាន់គាត់សួរដូច្នោះព្រោះគាត់ចាំបានថាភូមិដែរទៅផុតភូមិរបស់អ៊ំឈួនគឺជាភូមិរបស់អ៊ំឈួនដែលគាត់ធ្លាប់ទៅលេងល្បែងនោះឯងក៏ប៉ុន្តែភ្លាមនោះអ៊ំឈួនគាត់ក៏តបវិញថាទេអញមិនទៅលេងល្បែងទេគឺអញចង់ទៅទារប្រាក់ដែលគេជំពាក់ហ្នឹងណាបងប៉ាន់ពេលនោះគាត់ក៏រៀមភ្ញាក់ផ្អើលដែរព្រោះកាលពេលគាត់ជួបអ៊ំឈួនលើកដំបូងគាត់ឃើញអ៊ំឈួនគឺជាមនុស្សញៀននឹងល្បែងឬគាត់ក៏សួរបញ្ជាក់ថាចុំអ៊ំនិយាយលេងឬក៏និយាយមែននេះអ៊ំឈួនក៏រៀបរាប់ប្រាប់បងប៉ាន់ថាទេអញនិយាយមែនណានេះប្រហែលជាឯងមិនចង់ជឿអញទេថាមនុស្សដូចអញក៏មានកូនបំណុលដែរថាអ៊ំប្រាប់ឯងបន្តិចទៅចុះណាកាលពីដំបូងឡើយអ៊ំជាអ្នកមានប្រាក់គួរសមដែរប្រហែលជាឪឯងធ្លាប់ប្រាប់ឯងហើយមើលទៅថាអ៊ំក៏ធ្លាប់រកស៊ីជាមួយនឹងអ៊ំចាប់ឯងដែរកាលពីមុនហើយពេលនោះគឺពេលដែលអ៊ំឈប់រកស៊ីជាមួយនឹងអាចារ្យថ្មីអ៊ំក៏នៅមានសល់ប្រាក់ខ្លះដែរតែមានក្មួយសាច់ថ្លៃរបស់អ៊ំម្នាក់វានោះឈ្មោះថាអាសុំវាបានមកសុំខ្ចីបុលអ៊ំហើយវាសន្យាថាវានឹងសងអ៊ំវិញក្នុងរយៈពេល1 ខែបន្ទាប់ហើយវាក៏បានសន្យាផងដែរថាវានឹងឲ្យអ៊ំថែមពីលើប្រាក់ដែលវាជំពាក់នោះគឺរហូតដល់ទៅ50%ឯណោះដែលពេលនោះវាបានប្រាប់អ៊ំថាវាយកទៅរកស៊ីជួញគោចំណែកឯអ៊ំវិញដោយសារតែយល់ថាវាគឺជាក្មួយថ្លៃហើយណាមួយគិតថាបើវារកស៊ីត្រូវវាច្បាស់ជាអាចរកបានព្រោះអីការរកស៊ីជួញគោបើសិនជាដើរត្រូវទៅរកតែ 3-4 ជើងក្នុងមួយខែច្បាស់ជាវាអាចរកបានហើយព្រោះអ៊ំក៏ធ្លាប់រកបានស្រួលដែរតែឯងដឹងថាវាយ៉ាងម៉េចទៀតទេគឺ1 ខែបន្ទាប់វារកបានប្រាក់មកសងអ៊ំពិតមែនហើយវាក៏បានឲ្យប្រាក់ចំណេញមកអ៊ំតាមការសន្យាមែនតែប្រហែលជាកន្លះខែក្រោយមកវាក៏បានមកពឹងអ៊ំម្ដងទៀតដោយសារពេលនោះវាបានប្រាប់ថាមានគេចង់លក់គោប្រញាប់ច្រើនក្បាលអញ្ចឹងហើយវាមិនទាន់មានប្រាក់បង្វិលទាន់ហើយខ្លាចឈ្មួញផ្សេងគេយកទៅអស់ហើយពេលនោះអ៊ំក៏ព្រមឲ្យវាជាថ្មីម្ដងទៀតព្រោះយល់ថាវាក៏ធ្លាប់សងតាមការកំណត់ដែរហើយឯងមានដឹងថាពេលដែលវាយកទៅលើក្រោយនោះប៉ុន្មានទេគឺ2 ដំឡឹងឯណោះណា
និយាយពីថាអ៊ំពេលនោះប្រមូលឡើងអស់ពីខ្លួនហើយចុងក្រោយវាធ្វើចរិតថោកទៅវិញឯងនឹងថាវាយកប្រាក់ទៅណាទេបងប៉ាន់ក៏សួរថាគាត់យកទៅណាទៅអ៊ំគាត់រកស៊ីខាតមែនអ៊ំឈួនក៏ប្រាប់ថាមិនមែនទេគឺវាយកទៅលេងល្បែងនឹងហើយដំបូងឡើយអ៊ំនិងអ៊ំស្រីឯងក៏មិនដឹងថាវាយកទៅលេងល្បែងដែរតែពេលដែលស្ងាត់មិនឃើញវាយកមកសងវិញអ៊ំក៏ទៅរកទីវាដល់ផ្ទះតែម្ដងណាគឺកាលពីដំបូងឡើយពេលដែលអ៊ំទៅដល់ប្រពន្ធរបស់វាប្រាប់ថាប្តីទៅរកទិញគោបាត់ហើយគឺថាអ៊ំទៅរកជួបពេលណាក៏មិនដែលបានជួបវាដែររហូតទាល់តែដល់ពេលមួយអ៊ំក៏ទទួលដំណឹងខ្សឹបខ្សៀវថាអាសង្ឃវាឈប់រកទិញគោហើយព្រោះអីវាលងខ្លួនលេងល្បែងដោយសារតែធ្វើយ៉ាងម៉េចក៏មិនអាចជួបវាបានពេលនោះអ៊ំក៏ត្រកវានៅកន្លែងលេងល្បែងនោះតែម្ដងតែដោយឯងធ្លាប់បានឃើញអញ្ចឹងកន្លែងល្បែងដែលពួកឯងបានទៅកម្ចាត់ចោលកាលនោះគេមានច្បាប់តឹងរឹងណាស់បើយើងមិនចូលទៅលេងគេក៏មិនឲ្យយើងចូលទៅដែរណាអញ្ចឹងហើយអ៊ំក៏សន្យាថាពេលចូលទៅដល់អ៊ំនឹងលេងល្បែងដែរហើយពេលដែលចូលទៅដល់អ៊ំក៏បានជួបនឹងអាសង្ឃក្មួយថ្លៃរបស់អ៊ំមែនចំណែកឯអាសង្ឃវិញពេលដែលវាឃើញអ៊ំទៅដល់វាដឹងខ្លួនវាខ្លាចអ៊ំទៅរករឿងវាក៏ហុចប្រាក់មួយចំនួនឲ្យមកអ៊ំដើម្បីឲ្យអ៊ំលេងល្បែងជាមួយនឹងវាលេងចុះលេងឡើងកាលនោះអ៊ំលេងឈ្នះច្រើនគួរសមដែររហូតធ្វើឲ្យម្ចាស់បនល្បែងនោះគេមិនឲ្យអ៊ំចេញមកវិញងាយៗនោះទេហើយពេលនោះអ៊ំត្រូវលេងជាមួយនឹងគេឡើងពេញមួយថ្ងៃតែម្ដងគឺថាលេងចុះលេងឡើងអ៊ំក៏ជក់នឹងការលេងល្បែងនោះតែម្ដងរហូតដល់ថ្ងៃបន្ទាប់អ៊ំក៏ទៅលេងម្ដងទៀតដោយប្រាប់អ៊ំស្រីឯងថាទៅរកទារប្រាក់ពីអាសង្ឃគឺមិនហ៊ានប្រាប់អ៊ំស្រីឯងត្រង់ទេណាចំណែករឿងទារប្រាក់ពីអាសង្ឃក៏អ៊ំលែងខ្វល់ទៀតដែរព្រោះតែជក់នឹងការលេងល្បែងខ្លាំងពេកតែមួយរយៈក្រោយមកអ៊ំក៏មិនដែលបានឃើញវាទៅលេងល្បែងដែរអញ្ចឹងហើយថ្ងៃនេះអ៊ំចង់ពឹងឯងទៅជួបវាបានម្ដងព្រោះមិនដឹងទៅពឹងអ្នកណាទៀតទេណាមួយពេលដែលទៅជួបវាបើសិនជាវាបកមករករឿងអ៊ំវិញអ៊ំក៏មានឯងមានកម្លាំងប្រលះដែរណាដល់ឡែកមកប៉ាន់វិញក្រោយពេលស្ដាប់អ៊ំឈួនគាត់រៀបរាប់ចប់ហើយបងប៉ាន់ក៏និយាយថាមិនអីទេអ៊ំបើអ៊ំត្រូវការឲ្យខ្ញុំទៅជួយខ្ញុំអាចទៅជួយអ៊ំបាននេះសុងនោះចំជាមនុស្សកំហួចមែនហើយនិយាយត្រង់ទៅចុះអ៊ំអារឿងកំចាត់មនុស្សកំហួចនេះទុកចិត្តលើខ្ញុំចុះអ៊ំឈួនក៏និយាយថាអឺបើឯងអាចទៅបានអញសប្បាយចិត្តខ្លាំងណាស់ណែបើសិនជាវាសូមប្រាក់អ៊ំបានខ្លះអ៊ំមិនភ្លេចគុណឯងទេណាតែអ៊ំសូមប្រាប់ឯងមុនទៅចុះពេលដែលទៅដល់ឯងមិនចាំបាច់និយាយអ្វីទេទុកឲ្យអ៊ំជាអ្នកនិយាយទំនាក់ឯងបានហើយបងប៉ាន់ក៏តបវិញថាអូមិនបាច់ជូនខ្ញុំអីទេអ៊ំបើអ៊ំទាបានអ៊ំទុកប្រើតែខ្លួនឯងនិងអ៊ំស្រីឲ្យគ្រប់ទៅខ្ញុំមិនខ្វះប្រាក់ចាយទេអ៊ំនិយាយចុះនិយាយឡើងពួកគាត់ក៏បរដល់ផ្ទះរបស់អ៊ំឈួនល្មមដោយពេលនោះម៉ោងប្រហែលជា2រសៀលអីបាត់ទៅហើយពួកគាត់ទាំងពីរក៏ចូលហូបបាយថ្ងៃត្រង់នៅផ្ទះរបស់អ៊ំឈួនសិនហើយបន្តមកទៀតពួកគាត់ក៏បរឡានទៅមុខទៀតសម្ដៅទៅទីប្រាក់ពីនីសុងក្មួយថ្លៃរបស់អ៊ំឈួននោះតែម្ដងក៏ប៉ុន្តែពេលដែលទៅដល់ផ្ទះរបស់នីសុងដែលជាផ្ទះដើមរបស់គេហើយក៏ជាផ្ទះដែលអ៊ំឈួនគាត់ធ្លាប់ស្គាល់នោះពួកគាត់មិនបានជួបនឹងគេនោះទេសូម្បីតែផ្ទះរបស់ពួកគេក៏គាត់មិនបានឃើញផងហើយពេលដែលពួកគាត់បានសួរអ្នកជិតខាងទៅពួកគេប្រាប់ថានីសុងរើអីវ៉ាន់ទៅនៅភូមិមួយទៀតបាត់ទៅហើយចំណែកឯអ៊ំឈួនវិញគាត់ក៏មិនទាន់ចុះចាញ់ភ្លាមដែរគឺគាត់បានពឹងឲ្យបងប៉ាន់ជូនគាត់ទៅតាមរកទៀតចំណែកឯបងប៉ាន់វិញគាត់ក៏មិនប្រកែកអ្វីដែរពួកគាត់ក៏បរបន្តទៅភូមិថ្មី
đại ní xong kế tôi rôn nơi nó ảnhដោយសារតែភូមិថ្មីដែលនិសុំគេបានផ្លាស់ទៅរស់នៅនោះគឺមិនសូវជាឆ្ងាយពីភូមិចាស់ប៉ុន្មាននោះទេអញ្ចឹងហើយពួកគាត់ចាយពេលបរឡានប្រហែលជាកន្លះម៉ោងពួកគាត់ទាំងពីរក៏បានចូលទៅដល់ភូមិនោះហើយគ្រាន់តែចូលទៅដល់ភូមិនោះភ្លាមពួកគាត់ក៏បានសួររកផ្ទះរបស់និសុំចៃដន្យអីអ្នកភូមិដែលពួកគាត់បានសួរនោះគេក៏ជាអ្នកជិតខាងរបស់និសុំនោះតែម្ដងហើយពេលដែលពួកគាត់សួរទៅអ៊ំប្រុសនោះក៏ចង្អុលថាអូអាសុងដែលទៅតែមករស់នៅក្នុងភូមិនេះមែនណែផ្ទះរបស់វាគឺនៅជិតផ្ទះរបស់ខ្ញុំដែរទេនោះផ្ទះរបស់វានៅក្រោយដើមស្វាយនោះឯងដោយប្រាប់ផងគាត់ចង្អុលទៅផ្ទះនោះផងពេលនោះអ៊ំឈួននិងមកប៉ាំងពួកគាត់ក៏ឆ្ងល់ដែរថាផ្ទះរបស់គេនៅក្រោយដើមស្វាយនោះតែពេលដែលពួកគាត់មើលទៅពួកគាត់មិនឃើញផ្ទះស្អីនោះទេយ៉ាងណាក៏ដោយពួកគាត់ក៏មិនបានសួរដេញដោលអ្វីច្រើនដែរដោយសារតែពេលនោះពួកគាត់គិតថាវានៅបាំងនឹងអ្វីម្យ៉ាងអីចឹងទៅមានអ្នកណាបងប្អូនអើយពេលដែលពួកគាត់ដើរទៅតាមសម្ដីបរិសម្នាក់នោះប្រាប់ពួកគាត់ក៏បានឃើញខ្ទមតូចមែនទែនបាននិយាយអំពីកម្ពស់ខ្ទមដោយគិតទាំងដំបូលវិញគឺប្រហែលជា1ម៉ែត្រកន្លះអីបន្តិចបន្តួចអីនោះឯងចំណែកឯចិញ្ចៀនខ្ទមវិញមានបាំងតែស្បឺកណ្ដបតែប៉ុណ្ណោះពេលនោះអ៊ំឈួនគាត់ក៏ស្រែកសួរម្ចាស់ផ្ទះថាអើយម្ចាស់ផ្ទះមានអ្នកនៅផ្ទះអត់ទេនោះភ្លាមនោះសំឡេងនោះស្រីម្នាក់ក៏ស្រែកមកតបជាមួយនឹងអ៊ំឈួនវិញថាចានៅតើពីណាគេមកមានការអីដែរអ៊ំឈួនក៏និយាយផងហើយដើរចូលទឹកតមនោះផងថាប្រពន្ធអាសងមែននោះខ្ញុំគឺអាឈួនមានការចង់ជួបវាបន្តិចភ្លាមនោះប្រពន្ធរបស់នីសុងក៏អឺតមកអញ្ជើញអ៊ំឈួនឲ្យចូលទៅខាងក្នុងដោយពេលនោះនាងរអ៊ូតិចផងថាអញ្ជើញចូលមកអង្គុយលេងខាងក្នុងមកអ៊ំផ្ទះខ្ញុំជឹកអៀតបន្តិចហើយថ្ងៃនេះឪវាមិននៅទេគេថាគេទៅជួយលើកផ្ទះឲ្យគេនៅចុងភូមិបាត់ហើយភ្លាមនោះសំឡេងក្មេងយំក៏បន្លឺឡើងអ៊ំឈួនក៏លាន់មាត់ថាសំឡេងក្មេងមកពីណាឯងមានកូនហើយមែនប្រពន្ធរបស់នីសុងក៏ឆ្លើយថាចាគឺសំឡេងកូនខ្ញុំវាមិនស្រួលខ្លួនទេពេលខ្លះវាក្តៅពេកស្មាតទៅអ៊ំវាប្រកាច់រកដាច់ខ្យល់ម្ដងហើយរកពឹងអ្នកណាគេមកជួយមើលក៏មិនមានដែរអ៊ំឈួនក៏និយាយថាចំកូនឈឺបែបនេះហើយអាសុងនៅទៅចោលកូនទៀតណោះប្រពន្ធរបស់នីសុងក៏និយាយថាពិបាកណាស់ហើយអ៊ំអើយខ្ញុំខាត់គេដែរតែគេមិនព្រមនៅទេគេថាគេធុញពេកមិនចង់នៅផ្ទះទេដោយនិយាយផងនាងយកកន្សែងសើមជូតលើថ្ងាសកូនរបស់នាងផងមើលទៅកូនរបស់នាងមានអាយុប្រហែលជាមួយខួបជាងបន្តិចបន្តួចអីនោះឯងដោយសារតែឮគេយំខ្លាំងពេកអ៊ំឈួនក៏ដើរទៅអឺតមើលបន្តិចមានអ្នកណាបងប្អូនអើយគ្រាន់តែគេបានឃើញមុខអ៊ំឈួនភ្លាមក្មេងម្នាក់នោះគេក៏ឈប់យំភ្លាមតែម្ដងក៏ប៉ុន្តែទឹកមុខរបស់គេពេលនោះវិញគឺចម្លែកខ្លាំងមែនទែនគឺគេបានបើកភ្នែកធំហើយសម្លឹងមករកអ៊ំឈួនដោយមិនព្រមដាក់ភ្នែកឡើយភ្លាមនោះគេបានងើបពីដំណេកឡើងកញ្ញាងតែម្ដងធ្វើឲ្យប្រពន្ធរបស់នីសុងនាងព្រឺក្បាលឡើងសំពងតែម្ដងព្រោះអីចាប់តាំងពីគេមិនស្រួលខ្លួនមកនាងប្រាប់ថាគេមិនចង់ក្រោកពីដំណេកទេភ្លាមនោះកូនរបស់នាងក៏បានខ្វាញ់មុខអ៊ំឈួនមួយញ៉ាំធ្វើឲ្យផ្ទៃមុខរបស់អ៊ំឈួនស្រក់ឈាមមកតក់តែម្ដងបើមើលទៅផ្ទៃមុខរបស់អ៊ំឈួនពេលនោះវិញហាក់ដូចជាត្រូវបានសត្វឆ្មាខ្វាញ់មុខគាត់យ៉ាងចឹងទាំងដែរធៀបពិតកូនរបស់នីសុងនោះគេមិនមានកញ្ចក់វែងនោះទេពេលនោះប្រពន្ធរបស់នីសុងនាងកាន់តែភ័យខ្លាំងស្លោ
ព្រោះនាងឃើញកូនរបស់នាងចម្លែកខ្លាំងពេកចំណែកឯបងប៉ាងវិញនៅពេលដែលគាត់មើលទៅផ្ទៃមុខរបស់ឈួនពោពេញទៅដោយឈាមគាត់ក៏ចាប់ផ្ដើមចម្លែកក្នុងចិត្តឬគាត់ក៏ប្រើញាណពិសេសរបស់គាត់ដើម្បីពិនិត្យមើលមាននរណាបងប្អូនអើយពេលដែលគាត់ពិនិត្យមើលទៅកូនរបស់នាយសុងនោះមានឆ្មាខ្មៅយ៉ាងធំមួយក្បាលកំពុងតែទុំនៅលើខ្លួនរបស់គេហើយបើនិយាយពីភ្នែករបស់គេវិញគាត់ថល់ឡើងក្រហមតែតែម្ដងមិនត្រឹមតែប៉ុណ្ណោះសត្វឆ្មាខ្មៅនោះវាកំពុងតែញែកធ្មេញដាក់រូបគាត់ទៀតផងរបៀបដូចវាចង់ស៊ីសាច់គាត់យ៉ាងចឹងចំពោះបងប្អូនដែលចង់ដឹងថារឿងរ៉ាវវានឹងទៅជាយ៉ាងម៉េចទៀតសូមបងប្អូនរងចាំតាមដាននៅភាគបន្តទៀតសូមអរគុណសូមគោរពលា